តើអាចកើតឡើងពិតដែរឬទេដែលលោកវរៈស្ទេឯកជាចត្រាមានទូនីតិត្រឹមជានាយកាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលអាចទៅកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរីជំនួសលោកឧត្តមសេនីយ៍តូឡៅសុខាដែលទើបតែត្រូវបានបញ្ចប់ទូនីតិយោងតាមលោកផៃវណ្ណៈទើបបានបង្ហោះនៅល្ងាចថ្ងៃទី24ខែឧសភានេះបានសរសេរថាពិតទេដែលមានបងប្អូនខ្សឹបខ្សៀវថាលោកវរៈស្ទេឯកជាចត្រានាយកាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវទៅកាន់តំណែងស្នងការនគរបាលខេត្តមណ្ឌលគិរីលោកផៃវណ្ណៈគិតថាព័ត៌មាននេះមិនពិតទេព្រោះលោកវរៈស្ទេឯកជាចត្រាជាប្រធានកាល័យមិនអាចតែងតាំងផ្លោះឡើងជាស្នងការខេត្តបានទេប៉ុន្តែបើមានករណីប្រធានស័ក្តិលោកផៃវណ្ណៈអត់ដឹងទេលោកផៃវណ្ណៈបានបញ្ជាក់ថាស្នងការរងមានច្រើនណាស់សូមកុំយកប្រធានកាល័យមកធ្វើជាស្នងការខេត្តខុសត្រូវយ៉ាងណាសូមមេត្តាអធិស្ឋានបងប្អូនអរគ្នាបានដឹងថាលោកឧត្តមសេនីយ៍តូឡៅសុខាស្នងការនគរបាលខេត្តមណ្ឌលគិរីទើបត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី22ខែឧសភាថ្មីនេះដែលយោងតាមប្រភពព័ត៌មានគឺពាក់ព័ន្ធទៅនឹងករណីកាងឬក៏មិនបង្ក្រាបនៅបទល្មើស scam អនឡាញតែម្ដងដែលរហូតមកដល់ពេលនេះតំណែងស្នងការនគរបាលខេត្តមណ្ឌលគិរីមិនទាន់មានសេចក្តីសម្រេចជាផ្លូវការថាបានធ្លាក់ទៅលើអ្នកណានោះទេប៉ុន្តែស្រាប់តែពេលនេះមានការខ្សឹបខ្សៀវថាបែរជាចង់ដាក់វត្តមានលោកវរៈស្ទេឯកជាចត្រាដែលមានទូនីតិត្រឹមជានាយកាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យឡើងកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរីទៅវិញចុះស្នងការរងនគរបាលខេត្តមណ្ឌលគិរីជាច្រើននោះទៀតមិនមានសមត្ថភាពឬក៏មិនអាចឡើងកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរីបានឬយ៉ាងណាពាក់ព័ន្ធបញ្ហានេះយើងមិនអាចវាតម្លៃថាយ៉ាងម៉េចទេដោយសារតែជាគោលការណ៍គោរពស្នើសុំថ្នាក់ដឹកនាំដើម្បីធ្វើការផ្ទេរភារកិច្ចគ្រាន់តែមានចង្អុលថាត្រឹមជាប្រធានកាល័យអនុវត្តនីតិវិធីត្រឹមស័ក្តិ5ហើយធ្វើការនៅភ្នំពេញទៀតមិនមែនជានៅខេត្តមណ្ឌលគិរីតើអាចផ្លោះឡើងកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរីបានដែរឬអត់ប៉ុន្តែខ្ញុំតែងតែគិតថាអ្វីដែលលោកផៃវណ្ណៈតែងតែធ្វើការបង្ហោះភាគច្រើនបំផុត 100% គឺមិនដែរខុសទេដោយសារតែលោកគឺជាអ្នកសារព័ត៌មានច្បាស់ការមួយរូបមិនពិតមិនធ្វើការបង្ហោះទេប្រហែលជាមានការខ្សឹបខ្សៀវគ្នាមែនទែនថានឹងអាចមានការផ្លោះតំណែងលោកវរៈស្ទេឯកជាចត្រានាយកាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងត្រូវកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរីការពិតនឹងទៅជាយ៉ាងណាហើយតើអ្នកណាជាអ្នកចំនួនតំណែងលោកឡៅសុខាឡើងកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរីសូមបងប្អូនបន្តតាមដានទាំងអស់គ្នាខ្ញុំឆៃអានៀតអង្គភាពសារព័ត៌មានកម្ពុជាឈ្នះមេតាប្រូបរិសុទ្ធធម្មជាតិគ្រប់កំដរពិសាទឹកបរិសុទ្ធមេតាប្រូដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក